អ្នកមីង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 អាមកស៊ីម្នាក់នោះតាហើយវាមកធ្វើស្អីនៅទីនេះណែឯងធ្វើអីមកយើងអូយមិនក៏នៅលើមាត់លោកប្រុសហើយមានស្នាមអញ្ចឹងតើលោកប្រុសទៅត្រូវអីមកហ្នឹងគឺដោយសារតែខ្ញុំខាងគេពេកអញ្ចឹងហើយបានជាខ្ញុំនេះជ្រុលដៃដល់គេម្ដាយតែម្ដងទៅអើយកូនលំអងមិនក៏កូនធ្វើអញ្ចឹងឆាប់សុំទោសលោកប្រុសវត្តភ្លាមទៅសុំទោសមិនអីទេព្រោះថាយើងមិនមែនជាមនុស្សប្រកាន់ច្រើននោះទេលយណាលយវ៉ាវពិសេសអស្ចារ្យមិនធ្លាប់មានជាមួយនឹងទឹកដោះគោជូរសាច់ដុំក្រអូប Fafa ដែលផលិតឡើងជាពិសេសសម្រាប់មនុស្សគ្រប់វ័យអ្វីដែលពិសេសអស្ចារ្យមិនធ្លាប់មាននោះគឺមានការលាយបញ្ចូលគ្នារវាងទឹកដោះគោជូរសាច់ដុំក្រអូបទឹកដោះគោជូរសាច់ដុំក្រអូប Fafa មាន4រសជាតិទឹកដោះគោជូរសាច់ដុំក្រអូបរសជាតិ Blueberry ទឹកដោះគោជូរសាច់ដុំក្រអូបរសជាតិ Raspberry ទឹកដោះគោជូរសាច់ដុំក្រអូបរសជាតិស្វាយនិងទឹកដោះគោជូរសាច់ដុំក្រអូបរសជាតិ Pumpkinមីងចាស់លោកប្រុសនេះលោកប្រុសដើរមើលជុំវិញផ្ទះហើយមែនទេបាទអ្នកមីងលោកប្រុសពិសាទឹកសិនទៅខ្ញុំអរគុណច្រើនហើយអ្នកមីងខ្ញុំមកគិតថានៅទីនេះតូចចង្អៀតណាស់ខ្ញុំមកខ្លាចតែលោកប្រុសមិនអាចស្នាក់នៅបាននោះទេមិនអីទេអ្នកមីងនៅទីនេះមានអីមិនល្អទៅមានកន្លែងស្នាក់នៅស្រាប់ធម្មជាតិក៏ស្រស់បំព្រងហើយបរិយាកាសក៏ស្ងប់ស្ងាត់ទៀតខ្ញុំពេញចិត្តនៅទីនេះណាអ្នកមីងបាទលោកប្រុសហើយពេញចិត្តរស់នៅទីនេះអញ្ចឹងខ្ញុំនេះពិតជាសប្បាយចិត្តណាស់ថ្មនេះហើយមិនក៏កូនលំអងមិនទាន់ត្រឡប់មកវិញអញ្ចឹងអ្នកមីងតើអ្នកមីងរមើលអ្នកណាទៅអូគឺខ្ញុំមកកំពុងតែរកកូនស្រីរបស់ខ្ញុំនឹងណាលោកប្រុសនេះអ្នកមីងមានកូនស្រីម្នាក់ទៀតអីខ្ញុំស្មានតែអ្នកមីងមានកូនប្រុសតែម្នាក់អន្តើចាខ្ញុំមកមានកូនស្រីអន្តើលោកប្រុសលំអងគឺជាកូនស្រីច្បង ហើយកូនជ័យគឺជាកូនប្រុសពៅព្រឹកមិញនេះកូនលំអងគេទៅធ្វើការជំនួសខ្ញុំតែថ្មនេះហើយមិនទាន់ឃើញត្រឡប់មកវិញទៀតសង្ស័យតែលួចទៅដើរលេងជាមួយអាកុកបាត់ហើយមើលទៅនោះបាទអ្នកមីងខ្ញុំដឹងហើយចាស់លោកប្រុសលោកប្រុសអង្គុយលេងនៅទីនេះសិនទៅខ្ញុំមកទៅរកបេះបន្លែនៅក្រោយផ្ទះសិនទុកធ្វើម្ហូបបាទអ្នកមីង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 តើអ្នកមីងកាត់អីហ្នឹងអ្នកមី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 ងអាមកស៊ីម្នាក់នោះតាហើយវាមកធ្វើស្អីនៅទីនេះអូយម៉ែអ្នកមីងអ្នកមីងម៉ែកាត់អីនឹងម៉ែអូយអាមកសៀនឹងទៀតហើយណែឯងធ្វើអីមកយើងអើយឯងទៀតហើយជួបនៅចំការមិនអស់ចិត្តមកដល់ទីនេះជួបឯងទៀតម៉ែណែមិនតែយើងទេតើសួរឯងថាហេតុអីបានជាឯងនេះមកនៅទីនេះយើងទេតែត្រូវសួរឯងនោះហេតុអីក៏ឯងមកទីនេះបានអញ្ចឹងណែនេះគឺជាផ្ទះរបស់យើងបើមិនឲ្យយើងនៅទីនេះចោលឲ្យយើងនៅទីណាទៅហើយនេះគឺជាម៉ែរបស់យើងណែកុំឲ្យយើងដឹងឲ្យសោះណាថាម៉ែរបស់យើងកើតអីបើសិនជាម៉ែរបស់យើងកើតអីយើងនេះមិនទុកជីវិតឲ្យឯងទេវើយម៉ែកើតអីម៉ែដឹងខ្លួនមកម៉ែបានហើយថយទៅបើសិនជាឯងមិនដឹងថាជួយគាត់យ៉ាងម៉េចទេចាប់ចាញ់ទៅអ្នកមីងម៉ែដឹងខ្លួនមកម៉ែបានហើយឯងឈប់ស្រែកទៅយើងថ្លង់ណាបើសិនជាឯងចង់ជួយម៉ែឯងណាឯងជួយច្បាច់ដៃច្បាច់ជើងគាត់ទៅអូយច្បាច់ដៃច្បាច់ជើងអីអូយមិនគឺជើងម៉ែទៅជាម្ល៉េះម៉ែនេះខ្ញុំនៅ
នៅឯណាហ្នឹង អ្នកមិញនេះអ្នកមិញដឹងខ្លួនហើយអី លោកប្រុសនេះតើខ្ញុំកាត់អីហ្នឹងហើយខ្ញុំនៅឯណា ម៉ែតែនេះម៉ែកាត់អីឬក៏អាម៉ាស៊ីម្នាក់នោះធ្វើបាបម៉ែរហូតដល់ម៉ែសន្លប់ កូនលំអងអ្នកណាជាអាម៉ាស៊ីហើយអ្នកណាធ្វើបាបម៉ែ គឺអាម៉ាស៊ីម្នាក់នោះហើយ អូយកូនលំអងមិនក៏កូននិយាយបែបនេះនេះគឺជាលោកប្រុសវុឌ្ឍណាឆាប់សុំទោសលោកប្រុសវុឌ្ឍភ្លាមទៅ ថាយ៉ាងម៉េចឲ្យខ្ញុំសុំទោសវាណែម៉ែវាខំធ្វើបាបម៉ែណា កូនលំអងលោកប្រុសវុឌ្ឍមិនបានធ្វើបាបម៉ែទេនេះប្រហែលជាមកពីជំងឺម៉ែឬឡើងហើយបានជាម៉ែដួលស្លាប់បែបនេះនោះ អញ្ចឹងបានន័យថាគេម្នាក់នោះមិនមែនជាអ្នកធ្វើបាបម៉ែទេអី ពិតមែនហើយកូន នេះឯងមិនទាត់បានសួរនាំយើងផងមកចោទយើងថាធ្វើបាបអ្នកមិញថែមទាំង អូយថែមទាំងអីទៅលោកប្រុសវុឌ្ឍអូយមិនក៏នៅលើមាត់លោកប្រុសហើយមានស្នាមអញ្ចឹងតើលោកប្រុសទៅត្រូវអីមកហ្នឹង អ្នកមិញសួរកូនអ្នកមិញទៅ លំអងអញធ្វើអីលោកប្រុសវុឌ្ឍហ៎ អូយខ្ញុំមិនបានធ្វើអីគេទេគ្រាន់តែជារឿងយល់ច្រឡំតើ មានស្នាមនៅលើមាត់ប៉ុណ្ណឹងហើយអញថាគ្មានរឿងអីទៀតណែលំអងកុំប្រាប់ថាឯងនេះវាយលោកប្រុសវុឌ្ឍអីសោះណា ចាគឺដោយសារតែខ្ញុំខឹងគេពេកអញ្ចឹងហើយបានជាខ្ញុំនេះជ្រុលដៃដល់គេម្ដាយតែម្ដងទៅ អើយកូនលំអងមិនក៏កូនធ្វើអញ្ចឹងឆាប់សុំទោសលោកប្រុសវុឌ្ឍភ្លាមទៅ អូយម៉ែខ្ញុំសុំទោសទេ អញឆាប់សុំទោសភ្លាមលំអង អូយសុំទោស អូយអញធ្វើឲ្យរុំទុំបន្តិចមើល អូយខ្ញុំធ្វើទេម៉ែ ឆាប់ធ្វើភ្លាមកូនលំអង អូយសុំទោស មិនអីទេព្រោះថាយើងមិនមែនជាមនុស្សប្រកាន់ច្រើននោះទេហើយក៏មិនចិត្តឆៅឆាយដូចជាអ្នកខ្លះដែរគ្រាន់តែរឿងប៉ុណ្្នឹងយើងមិនប្រកាន់នោះទេ លយណាលយ លោកប្រុសវុឌ្ឍឲ្យខ្ញុំសុំទោសជំនួសកូនស្រីខ្ញុំផងនេះដោយសារតែខ្ញុំបដៅកូនមិនបានល្អទើបបានជាកូនណាមានអត្តចរិតចងេងចងាងមិនស្គាល់ខុសមិនស្គាល់ត្រូវបែបនេះ អ្នកមិញក៏មកទោសខ្លួនឯងបែបនេះអីដោយពាក្យចាស់លោកពលថាដងគឺតែងតែមានតក់មាននាលកូនខ្លះទោះបីជាយើងខំបដៅណែនាំយ៉ាងណាក៏ដោយក៏វាមិនដើរតាមកំឡុងធម៌ដូចអ្វីដែលយើងចង់បាននោះដែរហើយរឿងចឹងគឺខ្ញុំមិនប្រកាន់នោះទេអ្នកមិញ អូយអាម៉ាស៊ីចង្រៃណែឯងចង់ជេរយើងមែនទេ កូនលំអងមិនក៏កូនធ្វើចរិតអញ្ចឹងនេះលោកប្រុសវុឌ្ឍណាគឺជាកូនប្រុសតែម្នាក់គត់របស់លោកជំទាវដួងច័ន្ទហើយលោកជំទាវដួងច័ន្ទណាមានគុណលើសលប់ណាស់ចំពោះគ្រួសារយើងកូនធ្វើឲ្យត្រឹមត្រូវបន្តិចទៅកូនណាបើជ្រុលជាកូនឯងមកដល់ហើយម៉ែប្រាប់ឲ្យដឹងទៅលោកប្រុសវុឌ្ឍនឹងមកស្នាក់នៅជាមួយនឹងពួកយើងមួយរយៈ ថាយ៉ាងម៉េចអាម៉ាស៊ីម្នាក់នេះត្រូវមកស្នាក់នៅជាមួយយើងហី ពិតមែនហើយវាយ៉ាងម៉េច អូយគ្មានយ៉ាងម៉េចទេតែម៉ែហេតុអីក៏ម៉ែប្រមឲ្យមនុស្សប្លែកមុខមកនៅជាមួយយើងអញ្ចឹងចាំបើសិនជាគេមានគំនិតចង់ធ្វើបាបគ្រួសារយើងទៅធ្វើយ៉ាងម៉េចទៅ ម៉ែគិតថាលោកប្រុសវុឌ្ឍណាគ្មានគំនិតធ្វើបាបគ្រួសារយើងទេខ្លាចតែ ខ្លាចតែអីតាម៉ែ អើយគ្មានអីទេមេយ៉ាដូចជារៀងល្ងឹតហើយកូនឯងប្រញាប់ទៅដាំបាយដាំទឹកទៅ ចាស់ម៉ែអាម៉ាស៊ីចង្រៃឯងមិននៅជាមួយយើងមែនទេចាំមើលយើងនឹងធ្វើឲ្យឯងស្គាល់ស្នាដៃអាបយម្ដងហើយពេលនោះឯងនឹងរត់ទៅភ្នំពេញវិញជាមិនខាន កូនលំអងហើយសើចអីហ្នឹង អូយគ្មានអីទេម៉ែអញ្ចឹងខ្ញុំទៅដាំស្លសិនហើយ លោកប្រុសវុឌ្ឍលោកប្រុសកុំប្រកែប្រកាន់កូនខ្ញុំអី បាទមិនអីទេអ្នកមិញក៏ប៉ុន្តែហេតុអីក៏កូនស្រីអ្នកមិញមានចរិតដូចជាមនុស្សប្រុសអញ្ចឹង អូយបើនិយាយរឿងនេះចេញទៅខ្ញុំដូចជាខ្មាស់លោកប្រុសវុឌ្ឍដល់ហើយកូនខ្ញុំចរិតតែប៉ុណ្្នឹងឯងវាចូលចិត្តធ្វើអីប្លែកៗណា ខ្ញុំយល់ហើយអ្នកមិញ ពិសេសអស្ចារ្យមិនធ្លាប់មានជាមួយនឹងទឹកដោះគោជូរសាច់ដូងក្រអូបហ្វាហ្វាដែលផលិតឡើងយ៉ាងពិសេសសម្រាប់មនុស្សគ្រប់វ័យអ្វីដែលកាន់តែពិសេសនិងអស្ចារ្យនោះគឺមានការលាយបញ្ចូលគ្នារវាងទឹកដោះគោជូរនិងសាច់ដូងក្រអូបហើយអ្វីដែលកាន់តែពិសេសទឹកដោះគោជូរសាច់ដូងក្រអូបហ្វាហ្វាមួយកញ្ចប់ត្រឹមតែ500រៀលទេហើយបើយកទៅដាក់ក្លាសេឲ្យត្រជាក់រត់តែឆ្ងាញ់ទឹកដោះគោជូរសាច់ដូងក្រអូបហ្វាហ្វាមានច្រើនរសជាតិដូចជារសជាតិប៉ោមខៀវរសជាតិ blueberry រសជាតិស្វាយនិងរសជាតិ strawberry ហើយរសជាតិណាក៏ឆ្ងាញ់ ក
លោកស្រី អាច្រូចហេតុអីបានចែកត្រឡប់មកវិញអញ្ចឹង គឺខ្ញុំមកបានជួនលោកប្រុសដល់ចំការហើយខ្ញុំមកបានស្វែងរកកន្លែងសំគួរឲ្យលោកប្រុសស្នាក់នៅផងដែរចឹងហើយទើបខ្ញុំត្រឡប់មកវិញហ្នឹងណា ហើយចុះអ្នកណាគេជាអ្នកឲ្យអញត្រឡប់មកវិញនោះ គ្មាននរណាគេឲ្យខ្ញុំត្រឡប់មកវិញទេគឺខ្ញុំត្រឡប់មកវិញដោយខ្លួនឯងលោកស្រី ហើយឯងនេះពឹងពាក្យជាសាច់ការអីមិនបានមែនយើងឲ្យអញជូនកូនប្រុសយើងទៅទីនោះដោយសារយើងគិតថាបានឯងនេះជួយមើលការខុសត្រូវកូនប្រុសរបស់យើងហើយអញត្រឡប់មកវិញអញ្ចឹងតើឲ្យកូនប្រុសរបស់យើងនៅជាមួយអ្នកណាគេទៅ លោកស្រីកុំបារម្ភអីឥឡូវនេះលោកប្រុសមានកន្លែងស្នាក់នៅមានអ្នកភូមិជួយចាត់ចែងការងារនិងបម្រើលោកប្រុសហើយលោកស្រីកុំបារម្ភអី ចាប់ណាស់ឯងនេះមិនអីទេបើឯងមកអញ្ចឹងមិនបាច់ចាំត្រឡប់ទៅវិញទេទុកឲ្យយើងជាអ្នកទៅម្ដង លោកស្រីនេះលោកស្រីចង់ទៅណាហ្នឹង គឺយើងទៅមើលការខុសត្រូវកូនប្រុសរបស់យើងហ្នឹងណា ចឹងលោកស្រីចង់ខ្ញុំជូនទៅទេ មិនបាច់ទេយើងទៅខ្លួនឯងកើតហើយ អើយនេះតិចលោកស្រីខឹងខ្ញុំតិចដឹងសង្ស័យតែខែនេះលោកស្រីកាត់ប្រាក់ខែខ្ញុំអស់ហើយមើលទៅ